ដើមកំណើតព្រះស្មីទាំង6ពណ៌ពខៀវកាលស្គៀព្រះនេត្រាឲ្យអនព្រាមណាកាលជាស្ដេចនាមស្រីភិរិយចងសម្រេចឲ្យបានសារពេញសាងស្ដាចាពលឿងកាលអាសាញ់ធ្វើមៀងបិណ្ឌលុនអង្គព្រះពុទ្ធបដិមាព្រះអិនជាជាងឆ្នៃរចនាថ្វាយពរសាធុការពេញផែនដីក្រហមជាពណ៌ជាបេះដូងឆ្កៀលពីដើមទ្រូងដោយគ្មានថ្មីបិណ្ឌពើពូខានព្រះចោមនេះគង់រងជីវីជាស្បែកទៅពសឲ្យទៀនដំរីសមង្គលបវមានចិនចៅត្រូវរៀបបណ្ដែងមិនឲ្យនៅព្រមទាំងកូនចៅភរិយាណាហងស្បាតលោហិតសាច់មាំងសាំងអាសាញ់ខ្លួនតាំងដូមេតាកាយយ៉ាងវាចាំបរិភោគក្តាជីវិតមេត្តារស់វិញថ្មីភ្លេចពន្ធរាយការជាទុនសាយឲ្យទៀនពុំស្ដាយជីវិតអីលោតចូលភ្នួភ្លើងពុំថាអ្វីឲ្យជាចំណៃអនព្រាមណាកាលដែលបានត្រាជាព្រះពុទ្ធជាមកុដត្រៃភូមិក្នុងលោកាពណ៌ទាំង6នេះសតណាคล้ายមកកើតជាចពនរាំងសីពេលនេះក្នុងលោកេសន្មត់យកពណ៌នេះកាន់ជាសេចក្តីហៅទួងសាសនាព្រះជនស្រីពីពេញផែនដីផ្ទៃពោធិ៍ធាយើងខ្ញុំរាល់គ្នាសូមគោរពវន្តាចោមភូមិទងសាសនាសូមមានមង្គលឆ្នះមារីសន្តិត្រូវនានីក្នុងភព3សូមឲ្យយើងខ្ញុំប្រញាប់ដល់ដើរកាន់តាមផ្លូវទៅបូរីជាស្ថានបរមសុខសួស្តីដោយព្រះបារមីនឹមពៀនង